ngày ní mi làm đặc clean mòn sai có chập đàm đào từ cào tia hay chạm mòn mùi mà thưa mòn ní cứ mòn trong con ai bằng phồn mòn nó không trong hay thưa ní miền tây pi nè bà phồn nhom để hay cặp móc mòn năng pong điện xe rồi ta ấy thế vừa ngồi bên này một món thẻ này đá dương đặt tật đồn là sao đồn dương tập cặp bàn ngày mấy mà thlia chẳng về đại dương cặp sạch món hái chập đam đã cường trồi nó không nắng đầm bơi và lạ về ní cứ chia sạch món sai một lần lương này một đòn hay pong một bỏ lương đá hay cặp hay hái dương trôi sẽ bay về đầm bơi và lạ cường hay cường xong bảo dương miền tập bản năng tề nơi sọc sai cho rau ấy cho nó ôn thử tam trẻ sẽ đài cường xong đôi bong ôn man khơi chẳng miền sấy cả đáp năng là cối là mít mà đen hay anh ấy tâm thì dương bật tham cường xong miền rồi đi năng preng tròn bản tịch đầm bơi bản tham ở chiều ruột chuối ngang bong ôn này mới với tao ní complete chui follow page ក៏ដូចជា subscribe channel YouTube ខ្ញុំម្នាក់មួយផងអរគុណច្រើនបន្ទាប់ពីប្រឡាក់សាច់មាន់ហើយយើងដាក់ឆ្នាំងនៅលើរងើកភ្លើងរបស់យើងហើយបន្តមកទៀតយើងចាក់ខ្លាញ់ចូលហើយបងគ្រឿងចូលគ្រឿងដូចខ្ញុំរៀបរាប់មុនហ្នឹងបងប្អូនមានកលឹកក្រៃលឹកក្រូចម្ដេងហើយអត់មានខ្ទឹមទេដោយសារអត់មានមួយរយៈនេះអត់បានថតវីដេអូទេបងប្អូនដោយសារតាយើងកំពុងតែមានបញ្ហាជាមួយនឹងចៅឈឿនពៀនចៅដេរិឆានចង់លួចទឹកដីខ្មែរអញ្ចឹងខ្ញុំអត់អារម្មណ៍ធ្វើទេដោយសារតែឡៃតាមដានព័ត៌មានត្រឡប់មកចូលវីដេអូរបស់យើងមកគឺយើងដាក់គ្រឿងទ្រាប់បាតហើយដាក់ខ្លាញ់ហើយចាប់សាច់មាន់ដាក់នៅក្នុងហ្នឹងខ្ញុំធ្វើបដាលេងកងានចូលមកឆ្លៀនពៀនដែរបងប្អូនក្នុងផ្ទះខ្ញុំដេញចេញទៅបន្តមកទៀតកាប់ដូងដាក់នៅក្នុងមុខម្ហូបរបស់យើងហើយយើងដាក់សាច់ដូងចូលក្នុងនឹងដែរដើម្បីបន្ថែមឲ្យជារសឈ្ងុយឆ្ងាញ់វីដេអូនេះថតលេងទេបងប្អូនមានគោលបំណងទេគាត់ថានៅផ្ទះអបសុកខ្ញុំចេះថតទៅធ្វើម្ហូបហត់ថ្ងៃហ្នឹងហត់អញ្ចឹងទៅយើងជូនកាដូឲ្យខ្លួនឯងធ្វើមាន់មួយឲ្យចំមាន់ពងទៀតសេតអត់តោះហើយមាន់នេះមាន់ឪខំយកឲ្យទៀតឥឡូវនេះចាប់ផ្ដើមឲ្យក្លិនឈ្ងុយហើយបងប្អូនទុកចោលមកសន្ទុះទៅលេងឡើងក្លិនឈ្ងុយពេញហ្នឹងតែម្ដងបន្ទាប់ពីយើងចាក់ទឹកដូងហើយដាក់គ្រឿងដាក់អីហ្នឹងទៅហើយឡើងក្រហមហើយបន្លែខ្ញុំដាក់តាមក្រៅថាខ្លាចវាខ្ទេចហើយគ្រឿងណាទូចច្រឡំសាច់ណាទូចខ្ញុំលើកដាក់មុនឲ្យសាខ្លាចវាខ្ទេចទុកតាអាណាធំនៅក្នុងឆ្នាំងហ្នឹងបានហើយនេះខ្ញុំចាប់ផ្ដើមចាប់ពងមាន់ហ្នឹងដាក់នៅក្នុងចានហើយបន្ទាប់មកទៀតបានយើងដាក់បន្លែចូលតាមក្រោយខ្ញុំចូលចិត្តស្ពៃក្តោបបងប្អូនអញ្ចឹងដាក់ស្ពៃក្តោបច្រើននៅក្នុងហ្នឹងបាទបងប្អូនទាំងអស់គ្នាមុខម្ហូបយើងឯនេះឆ្អិនហើយបន្ទាប់មកយើងលើកដាក់តុដើម្បីឈៀលទាំងអស់គ្នា